យោងតាមការបញ្ជាក់ពីអ្នកនាំពាក្យប៉ូលីសជាតិថៃលោកថេរ៉ុងហ្វីហ្វានបានឲ្យដឹងនៅថ្ងៃទី7ខែសីហានេះថាមនុស្សចំនួន7នាក់បានបាត់បង់ជីវិតដែលក្នុងនោះរួមបញ្ចូលទាំងជនដៃដល់និងមានអ្នករងរបួសចំនួន15នាក់នៅក្នុងហេតុការណ៍បាញ់ប្រហារដ៏រន្ធត់មួយដែលបានកើតឡើងនៅឯសាលារៀន Depsirin Nonthaburi ស្ថិតក្នុងស្រុក Bang Kroi ខេត្ត Nonthaburi ភាគខាងជើងរាជធានីបាងកកជនដៃដល់ក្នុងហេតុការណ៍នេះត្រូវបានប៉ូលីសកំណត់អត្តសញ្ញាណថាជាសិស្សសាលាផ្ទាល់តែម្ដងខណៈដែលសិស្សានុសិស្សម្នាក់អាយុ18ឆ្នាំបានរៀបរាប់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាដំបូងឡើយគេគិតថាជាសម្លេងគោះវត្ថុអ្វីមួយប៉ុណ្ណោះដោយមិននឹកស្មានថាជាសម្លេងគ្រាប់កាំភ្លើងឡើយរហូតទាល់តែឮសូរផ្ទុះកាន់តែច្រើនឡើងជាប់គ្នាក្រោយពេលកើតហេតុក្រុមសង្គ្រោះបន្ទាន់និងរថយន្តសង្គ្រោះបានប្រញាប់ប្រញាល់ចុះទៅអន្តរាគមន៍និងជំនះសិស្សានុសិស្សចេញពីបរិវេណសាលាដែលមានសិស្សប្រមាណ3100នាក់និងគ្រូបង្រៀន147នាក់ឧបទ្ទវហេតុនេះបានកើតឡើងបន្ថែមលើកង្វល់ពីសុវត្ថិភាពក្នុងគ្រឹះស្ថានសិក្សាបន្ទាប់ពីធ្លាប់មានករណីបាញ់ប្រហារស្រដៀងគ្នានេះកាលពីខែកុម្ភៈកន្លងទៅដែលបានបណ្ដាលឲ្យគ្រូបង្រៀនម្នាក់ស្លាប់និងសិស្សម្នាក់រងរបួសក្នុងស្រុកហាត់យ៉ៃភាគខាងត្បូងប្រទេសថៃ